តែការធ្វើតេស្តរ៉ុកកែតយក្សនិង Starship ម្ដងចំណាយអស់ប៉ុន្មានក្នុងសតវត្សទី21ការប្រកួតប្រជែងអវកាសបានក្លាយជាការប្រកួតប្រជែងដ៏ធំបំផុតមួយរវាងក្រុមហ៊ុនឯកជននិងរដ្ឋាភិបាលក្នុងចំណោមគម្រោងអវកាសទាំងអស់គម្រោងដែលទាក់ទាញចំណាប់អារម្មណ៍បំផុតគឺ SpaceX និងរ៉ុកកែតយក្សរបស់វាគឺ Starship មនុស្សជាច្រើនសួរថាការធ្វើតេស្ត Starship ម្ដងចំណាយអស់ប៉ុន្មានសំណួរនេះមើលទៅសាមញ្ញប៉ុន្តែចម្លើយពិតប្រាកដមានភាពស្មុគស្មាញខ្លាំងព្រោះការបាញ់រ៉ុកកែតមួយមិនមែនចំណាយតែប្រេងឥន្ធនៈប៉ុណ្ណោះទេវារួមមានការផលិតយានការសាកល្បងម៉ាស៊ីនការសាងសង់ទីតាំងបាញ់ក្រុមវិស្វករប្រព័ន្ធសុវត្ថិភាពការគ្រប់គ្រងទិន្នន័យនិងការជួសជុលបន្ទាប់ពីការផ្ទុះ Starship ជាអ្វី Starship គឺជាប្រព័ន្ធរ៉ុកកែតធំបំផុតដែលមនុស្សធ្លាប់បង្កើតវាត្រូវបានរចនាឡើងដើម្បីដឹកមនុស្សនិងទំនិញទៅកាន់ព្រះច័ន្ទភពអង្គារស្ថានីយ៍អវកាសបេសកកម្មអវកាសឆ្ងាយប្រព័ន្ធនេះមានពីរផ្នែកសំខាន់មួយ Super Heavy Booster ផ្នែកខាងក្រោមដែលមានម៉ាស៊ីន Raptor ច្រើនសម្រាប់បាញ់ឡើងពីផែនដី2 Starship Upper Stage ផ្នែកខាងលើដែលអាចធ្វើដំណើរទៅអវកាសនិងចុះចតវិញបានរ៉ុកកែតនេះមានកម្ពស់ប្រហែល120ម៉ែត្រដែលខ្ពស់ជាងអគារច្រើនជាន់មួយវាអាចផ្ទុកទំនិញបានច្រើនជាងរ៉ុកកែតចំនួនមុនដូចជា Saturn V ដែលធ្លាប់ប្រើក្នុងកម្មវិធី Apollo ហេតុអ្វីការធ្វើតេស្តមានតម្លៃថ្លៃការធ្វើតេស្តរ៉ុកកែតមិនដូចការបើកឡានសាកល្បងទេរាល់ការបាញ់ត្រូវការបច្ចេកវិទ្យាខ្ពស់និងសុវត្ថិភាពខ្លាំងចំណាយសំខាន់រួមមាន1ការផលិតរ៉ុកកែត Starship ត្រូវបានផលិតពីដែកអ៊ីណុកពិសេសទោះបី Elon Musk និយាយថាដែកអ៊ីណុកថោកជាងសម្ភារៈ Carbon Fiber ក៏ដោយការផលិតវានៅតែចំណាយលុយយ៉ាងច្រើនការផលិតរួមមានតួរ៉ុកកែតធុងផ្ទុកឥន្ធនៈប្រព័ន្ធអេឡិចត្រូនិកប្រព័ន្ធសម្ពាធកុំព្យូទ័រគ្រប់គ្រងសម្ភារៈការពារកម្ដៅតម្លៃផលិត Starship មួយគ្រឿងអាចមានចន្លោះពី$50 លានដល់$100 លានឬច្រើនជាងនេះ2ម៉ាស៊ីន Raptor ម៉ាស៊ីន Raptor គឺជាបេះដូងរបស់ Starshipវាជាម៉ាស៊ីនប្រើមីថេននិង liquid oxygen ដែលមានកម្លាំងខ្លាំង Super Heavy មួយអាចមានម៉ាស៊ីនប្រហែល33គ្រឿងខណៈ Starship ខាងលើមាន6គ្រឿងសរុបប្រហែល39ម៉ាស៊ីនមួយអាចមានតម្លៃជិត$1 លានឬច្រើនជាងនេះដូច្នេះម៉ាស៊ីនទាំងអស់ក្នុងការបាញ់មួយអាចមានតម្លៃរាប់សិបលាន$ការធ្វើតេស្តម៉ាស៊ីនមុនបាញ់ក៏ចំណាយធំដែរ Static Fire Test Fuel Loading Test Pressure Test Cryogenic Test រាល់ការសាកល្បងត្រូវការប្រេងឥន្ធនៈនិងក្រុមវិស្វករច្រើន3ប្រេងឥន្ធនៈ Starship ប្រើ Liquid Methane Liquid Oxygen ការបំពេញធុងពេញមួយលើកត្រូវការឥន្ធនៈរាប់ពាន់តោនតួឥន្ធនៈមិនថ្លៃដូចយានអវកាសទេក៏ការផ្ទុកនិងការរក្សាសីតុណ្ហភាពត្រជាក់ខ្លាំងចំណាយថ្លៃណាស់ការបាញ់មួយអាចប្រើប្រាក់ឥន្ធនៈមានតម្លៃរាប់សែន$ដល់ជិត$1 លាន4 Launchpad និង Starbase គឺជាទីតាំងធ្វើតេស្តនិងបាញ់ Starship នៅរដ្ឋ Texas ទីតាំងនេះមាន Launch Tower Fuel Tank Farm Water Deluge System Crew Center Tracking Radar Ground Support Equipmentការសាងសង់ Launchpad មួយអាចចំណាយរាប់រយលាន$បន្ទាប់ពីការបាញ់ខ្លះ Launchpad អាចខូចខាតយ៉ាងខ្លាំងហើយត្រូវជួសជុលឡើងវិញក្នុងការធ្វើតេស្តដំបូងកម្លាំងម៉ាស៊ីនធ្វើឲ្យបេតុងបែកហោះឡើងដោយគ្រាប់បែក SpaceX ត្រូវចំណាយធំសម្រាប់ Water Cool Steel Plate និងប្រព័ន្ធការពារថ្មី5ក្រុមវិស្វករនិងបុគ្គលិកគម្រោង Starship មានបុគ្គលិករាប់ពាន់នាក់វិស្វករ Mechanic Software Engineers Aerospace Engineers Safety Teams Field Specialists Welders Launch Operators ប្រាក់ខែបុគ្គលិកក្នុងគម្រោងអវកាសមានកម្រិតខ្ពស់ក្រុមការងារមួយអាចចំណាយលាន$ក្នុងមួយខែ6ការផ្ទុះនិងការបាត់បង់ចំណុចសំខាន់នៃការធ្វើតេស្តគឺវាអាចបរាជ័យ SpaceX មានទស្សនៈថាការផ្ទុះជាផ្នែកនៃការរៀនសូត្រដូច្នេះ Starship ជាច្រើនគ្រឿងត្រូវបានបំផ្លាញក្នុងពេលធ្វើតេស្តខ្លះផ្ទុះពេលចុះចតខ្លះផ្ទុះក្នុងអាកាសរ៉ុកកែតមួយគ្រឿងដែលផ្ទុះអាចមានតម្លៃរាប់សិបលាន$បាត់បង់ភ្លាមតើការបាញ់ Starship ម្ដងចំណាយប៉ុន្មានគ្មានលេខផ្លូវការពិតប្រាកដទាំងស្រុងពី SpaceX ទេប៉ុន្តែអ្នកវិភាគអវកាសជាច្រើនប៉ាន់ស្មានថាការធ្វើតេស្តមួយលើកអាចចំណាយ$50 លាន$100 លានឬលើសពីនេះបើរ៉ុកកែតផ្ទុះការខាតបង់អាចកើនខ្ពស់ជាងនេះទៀតហេតុអ្វី SpaceX នៅតែអាចធ្វើតេស្តញឹកញាប់ក្រុមហ៊ុនអវកាសចាស់ៗធ្វើតេស្តយឺតណាស់ព្រោះការចំណាយខ្ពស់ប៉ុន្តែ SpaceX ប្រើវិធីសាស្ត្រ Rapid Iteration មានន័យថាសង់លឿនសាកល្បងលឿនបរាជ័យលឿនកែប្រែលឿនវិធីនេះអាចធ្វើឲ្យការអភិវឌ្ឍលឿនជាងគូប្រកួត NASA និងបេសកកម្មព្រះច័ន្ទ NASA ក៏ជ្រើសរើស Starship សម្រាប់កម្មវិធី Artemis Program ដើម្បីនាំមនុស្សត្រឡប់ទៅព្រះច័ន្ទនេះមានន័យថា Starship មិនមែនគ្រាន់តែជាគម្រោងឯកជនទេប៉ុន្តែអាចក្លាយជាផ្នែកសំខាន់នៃអនាគតអវកាសមនុស្សជាតិហានិភ័យធំបំផុតការធ្វើតេស្តរ៉ុកកែតមានហានិភ័យច្រើនផ្ទុះបាត់បង់ការគ្រប់គ្រងខូច Launchpad បញ្ហាម៉ាស៊ីនបញ្ហាសម្ពាធបញ្ហាកម្ដៅពេលចូលបរិយាកាសហេតុនេះហើយក្រុមហ៊ុនត្រូវចំណាយលុយធំលើសុវត្ថិភាពហេតុអ្វីមនុស្សនៅតែវិនិយោគលើអវកាសមនុស្សជាច្រើនអាចសួរថាហេតុអ្វីចាយលុយរាប់ពាន់លាន$លើរ៉ុកកែតចម្លើយគឺបច្ចេកវិទ្យាជាច្រើនដែលយើងប្រើថ្ងៃនេះក៏កើតចេញពីការស្រាវជ្រាវអវកាសផងដែរអនាគតរបស់ Starship បើ Starship ជោគជ័យវាអាចផ្លាស់ប្ដូរពិភពអវកាសទាំងមូលដឹកមនុស្សទៅភពអង្គារសាងសង់មូលដ្ឋានលើព្រះច័ន្ទធ្វើដំណើរអវកាសថោកដឹកផ្កាយរណបទៅ Orbit ក្នុងតម្លៃទាប Elon Musk មានក្តីស្រមៃធំបំផុតគឺបង្កើតអាណានិគមមនុស្សលើភពអង្គារការធ្វើតេស្ត Starship ម្ដងអាចចំណាយចាប់ពីរាប់សិបលាន$ដល់ជាង$100 លានចំណាយទាំងនេះរួមមានផលិតរ៉ុកកែតម៉ាស៊ីន Raptor ឥន្ធនៈ Launchpad ក្រុមវិស្វករប្រព័ន្ធសុវត្ថិភាពការជួសជុលការបាត់បង់ពេលផ្ទុះ
ទោះបីការចំណាយធំខ្លាំងក៏ SpaceX ជឿថាការប្រើរ៉ុកកែតឡើងវិញអាចបន្ថយថ្លៃអវកាសយ៉ាងខ្លាំងក្នុងអនាគត Starship មិនមែនគ្រាន់តែជារ៉ុកកែតទេ ប៉ុន្តែជាជំហានដ៏ធំមួយសម្រាប់អនាគតនៃមនុស្សជាតិក្នុងការចេញពីផែនដីទៅកាន់ភពផ្សេងៗ